clip video នេះខ្ញុំនឹងបង្ហាញអំពីវិធីនៅក្នុងការចូលទៅរៀបចំ account Facebook របស់យើងនៅក្នុងករណីដែលបងប្អូនរបស់យើងបានប្រើប្រាស់ account Facebook របស់ខ្លួនហើយមិនដឹងលេខសម្ងាត់មិនចាំទាំងលេខសម្ងាត់មិនដឹងថា account របស់យើងនឹងភ្ជាប់នឹងលេខទូរស័ព្ទណាឬក៏ email មួយណាព្រោះ account បែបនេះប្រសិនបើពេលណាមួយមានបញ្ហាអីកើតឡើងគឺយើងនឹងមិនអាចទាញយក account របស់យើងមកប្រើប្រាស់បន្តបានទេដូច្នេះយើងត្រូវតែចូលទៅរៀបចំដាក់លេខទូរស័ព្ទថ្មី Gmail ឬក៏ធ្វើការបង្កើតលេខសម្ងាត់ថ្មីនៃ account របស់យើងតែមុននឹងចូលទៅក្នុងមេរៀននេះខ្ញុំសូមណែនាំអំពីវគ្គបណ្ដុំដាលរបស់ខ្ញុំនៅលើ online គឺវគ្គរៀបចំ page ឲ្យមានលក្ខណៈស្តង់ដារសម្រាប់អាជីវកម្មរួមជាមួយនឹងការបូតផុសតម្លៃ$15ហើយនឹងវគ្គរៀបចំ account TikTok ឲ្យមានស្តង់ដារសម្រាប់អាជីវកម្មនិងការបូសនៅលើ TikTok តម្លៃត្រឹមតែ$10តែប៉ុណ្ណោះប្រសិនបើមានចំណាប់អារម្មណ៍អាចធ្វើការឆាតមកកាន់ page ឬក៏ Telegram របស់ខ្ញុំតោះឥឡូវនេះយើងចូលទៅក្នុងខ្លឹមសារមេរៀនរបស់យើងបាទឥឡូវនេះខ្ញុំបើកកម្មវិធី Facebook បន្ទាប់មកទៀតខ្ញុំចុចទៅលើសញ្ញាត្រេ3បាទរួចហើយខ្ញុំចុចទៅលើសញ្ញាកងចក្របន្ទាប់មកទៀតចុចទៅលើពាក្យថា personal detail បាទឬក៏ភាសាខ្មែរគេថាព័ត៌មានលម្អិតបាទយើងចុចលើនឹងមករួចហើយមកដល់កន្លែងនេះវានឹងមានពាក្យថា personal detail ម្ដងទៀតព័ត៌មានលម្អិតម្ដងទៀតចុចលើនឹងទៀតមកបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងចុចទៅលើពាក្យថា contact info ឬក៏គេថាព័ត៌មានទំនាក់ទំនងយើងចុចលើនឹងមកបាទអញ្ចឹងកន្លែងនេះគឺជាលេខទូរស័ព្ទហើយនិង email ដែលយើងបានដាក់តាំងពីមុនមកអញ្ចឹងកន្លែងនេះគឺបើសិនជាក្នុងករណីដែលថាបងប្អូនថាលេខទូរស័ព្ទនឹងឈប់ប្រើប្រាស់ហើយបងប្អូនត្រូវតែដាក់លេខថ្មីចូលបាទជំហានទី1គឺត្រូវដាក់លេខថ្មីចូលអញ្ចឹងរបៀបនៅក្នុងការដាក់លេខទូរស័ព្ទថ្មីចូលទៅក្នុង account នេះគឺយើងចុចកន្លែង add new contact នេះបាទអញ្ចឹងដាក់លេខទូរស័ព្ទឬក៏ដាក់ email ណាបាទចុចលើ add new contact នេះបាទរួចហើយមាន add mobile number ហើយនិង add email អញ្ចឹង add ខាងលើនេះគឺដាក់លេខទូរស័ព្ទហើយខាងក្រោមនេះគឺដាក់ email អញ្ចឹងបងប្អូនត្រូវតែធ្វើការដាក់ទាំងលេខទូរស័ព្ទដាក់ទាំង email ក្នុងករណីដែលលេខចាស់របស់យើងនឹងយើងឈប់ប្រើប្រាស់ហើយបាទដើម្បីការពារសុវត្ថិភាពផងត្រូវតែមានទាំង email ឥឡូវខ្ញុំបង្ហាញពីរបៀបនៅក្នុងការដាក់លេខទូរស័ព្ទបាទអញ្ចឹងយើងចុចលើនឹងមកបាទរួចហើយយើងវាយលេខទូរស័ព្ទនេះចូលក្នុងប្រអប់នេះបាទខ្ញុំឧទាហរណ៍ណាហើយយើងចុច tick នៅក្នុងប្រអប់នេះបាទរួចហើយយើងប៉ះកន្លែងនេះបន្តិចមកដើម្បីឃើញ next នៅខាងក្រោមបាទអញ្ចឹងយើងចុច next នេះបាទរួចហើយវានឹងផ្ញើកូដទៅកាន់លេខទូរស័ព្ទហ្នឹងអញ្ចឹងយើងរងចាំមើលបន្តិចដើម្បីយកលេខកូដដែលគេផ្ញើសារទៅក្នុងលេខទូរស័ព្ទយើងហ្នឹងយកមកវាយបញ្ចូលនៅក្នុងប្រអប់នេះបាទអញ្ចឹងយើងរងចាំមើលគេផ្ញើលេខកូដទៅនេះ load មកហើយបាទអញ្ចឹងយើងយកលេខហ្នឹងដាក់ចូលទៅបាទរួចហើយយើងប៉ះកន្លែងនេះបន្តិចយើងចុច next បន្តបាទឥឡូវនេះលេខថ្មីរបស់យើងត្រូវបានដាក់បញ្ចូលហើយអញ្ចឹងកន្លែងនេះយើងចុច close មកបាទអញ្ចឹងមានន័យថាលេខទូរស័ព្ទយើងបានដាក់បញ្ចូលមកហើយបាទអញ្ចឹងបានដាក់ចូលទៅក្នុងFacebook របស់យើងនឹងហើយបាទឥឡូវនេះយើងធ្វើការដាក់ Gmail ចូលបាទដាក់ Gmail ចូលយើងអត់ទាន់ remove លេខចាស់បានទេដោយសារតែបងប្អូនភ្លេចលេខសម្ងាត់ទៀតអញ្ចឹងយើងត្រូវតែធ្វើការបដូរលេខសម្ងាត់សិនអញ្ចឹងដើម្បីបដូរលេខសម្ងាត់បានត្រូវដាក់ Gmail ចូលទៀតបាទអញ្ចឹងបងប្អូនត្រូវចុច add new contact នេះបាទចុចនឹងមករួចហើយបងប្អូនចុចទៅលើ add email បាទរួចហើយយើងវាយ email ចូលទៅក្នុងប្រអប់នេះក្រោយពេលដែលយើងវាយ email ចូលហើយបងប្អូនចុច tick នៅក្នុងប្រអប់នេះបាទរួចហើយយើងចុច return នេះដើម្បីឲ្យវាតម្លាក់ keyboard នេះរួចយើងចុចលើពាក្យ next បាទរួចហើយយើងចាំទទួលលេខកូដពី email ហ្នឹងគឺគេផ្ញើសារទៅកាន់ email ហ្នឹងនៅលេខកូដ6ខ្ទង់បាទយើងរងចាំទទួលលេខកូដឬក៏យើងបើវាអត់ load ឡើងអញ្ចឹងទេយើងចូលទៅមើលនៅក្នុងកម្មវិធី Gmail តែម្ដងបាទឥឡូវយើងតម្លាក់កម្មវិធីហ្នឹងចុះរួចហើយយើងទៅបើក Gmail បាទអញ្ចឹងឃើញថា Facebook បានផ្ញើសារមកហើយបាទអញ្ចឹងយើងចុចកន្លែងនេះមក confirm email នេះបាទអញ្ចឹងនេះគឺជាលេខកូដបាទដែលក្រុមហ៊ុន
Facebook បានញ៉ាសារមកកាន់ email អញ្ចឹងខ្ញុំ copy វាទៅឬហើយទៅខ្ញុំទៅកម្មវិធី Facebook វិញបាទដើម្បីយកលេខកូដហ្នឹងយកមកដាក់នៅក្នុងនេះបាទរួចហើយខ្ញុំចុចប៉ះនៅនេះទៅយើងចុច next បាទរួចហើយយើងចុច close មកបាទឥឡូវនេះមានន័យថា Gmail របស់យើងបានរត់ចូលទៅក្នុង Facebook របស់យើងហើយបាទអញ្ចឹងមានន័យថាយើងបានដាក់លេខថ្មីដាក់ Gmail ថ្មីចូលមកក្នុងលេខទូរស័ព្ទសំទោសចូលមកក្នុង account Facebook របស់យើងហើយឥឡូវនេះយើងងាកទៅធ្វើការផ្លាស់ប្ដូរលេខសម្ងាត់សិនដោយសារតែអំបញ្ញមិញនេះយើងទើបនឹងដាក់ចូលបាទទើបនឹងដាក់ Gmail ឬក៏លេខទូរស័ព្ទរបស់យើងចូលឥឡូវនេះយើងត្រូវទៅធ្វើការ reset password បាទបង្កើតលេខសម្ងាត់ថ្មីអញ្ចឹងយើងថយមកវិញមកបាទនេះបងប្អូនថយមកដល់កន្លែងនេះបងប្អូននឹងឃើញមានពាក្យថា password and security គឺពាក្យសម្ងាត់បាទហើយនឹងសុវត្ថិភាពបាទអញ្ចឹងយើងចុចលើនឹងមកបាទរួចហើយយើងនឹងឃើញមានពាក្យថា change password ឬក៏គេដាក់ថាបដូរលេខសម្ងាត់បាទអញ្ចឹងយើងចុចលើកន្លែងហ្នឹងមកបាទរួចហើយចុចលើឈ្មោះ Facebook របស់យើងបាទរួចហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវវាយលេខសម្ងាត់ចាស់នៅលើប្រអប់នេះរួចហើយវាយលេខសម្ងាត់ថ្មីនៅលើប្រអប់នេះប៉ុន្តែក្នុងករណីនេះយើងអត់បានចងចាំលេខសម្ងាត់ចាស់របស់យើងទេអញ្ចឹងយើងអត់ដឹងថាត្រូវវាយលេខសម្ងាត់ដោយរបៀបណាទេអញ្ចឹងយើងចុចមកខាងក្រោមនេះបាទយើងយកពាក្យថា forgot your password អញ្ចឹងយើងដោះអានេះចេញសិនមកបាទហើយយើងចុចលើពាក្យថា forgot your password ចុចកន្លែងហ្នឹងមកបាទរួចហើយយើងធ្វើការជ្រើសរើសឲ្យផ្ញើសារទៅកាន់ email បាទហើយផ្ញើសារទៅកាន់ email នេះអញ្ចឹងដើម្បីយើងធ្វើការ reset password ណាបាទអញ្ចឹងយើងចុចនេះផ្ញើសារទៅកាន់ email អញ្ចឹងចុចលើនឹងមកបាទរួចហើយយើងចុចទៅលើ continue បន្តមកទៀតបងប្អូនទៅបើកមើល email ដើម្បីយកលេខហ្នឹងមកវាយបញ្ចូលកន្លែងហ្នឹងអញ្ចឹងខ្ញុំចូលទៅមើលកន្លែង email ឡើងវិញបាទនេះក្រុមហ៊ុន Facebook ផ្ញើមកទៀតហើយបាទលេខសម្ងាត់នេះអញ្ចឹងខ្ញុំចុចបើកនឹងមកដើម្បី copy លេខនេះបាទរួចហើយខ្ញុំយកទៅដាក់នៅក្នុងប្រអប់នេះបាទរួចហើយខ្ញុំចុចទៅលើពាក្យថា continue រួចហើយយើងអាចធ្វើការវាយលេខសម្ងាត់ថ្មីបានហើយអញ្ចឹងខ្ញុំដាក់លេខសម្ងាត់ថ្មីចូលពេលដែលយើងវាយលេខសម្ងាត់ចូលទៅក្នុងប្រអប់នឹងរួចហើយបងប្អូនចុចទៅលើពាក្យថា next បាទអញ្ចឹងការផ្លាស់ប្ដូរលេខសម្ងាត់ថ្មីត្រូវបានរួចរាល់ហើយបាទឥឡូវនេះយើងឈានទៅម្តងទៀតបាទមានន័យថាយើងត្រូវទៅដកលេខទូរស័ព្ទដែលយើងឈប់ប្រើហ្នឹងចោលវិញម្ដងបាទអញ្ចឹងឥឡូវនេះខ្ញុំចុចកន្លែងនេះខ្ញុំចុច cancel ដើម្បីថយត្រឡប់មកវិញបាទអូខេអញ្ចឹងមកដល់កន្លែងនេះយើងធ្វើការចូលទៅកាន់កន្លែង personal detail វិញបាទឥឡូវខ្ញុំចាត់ទុកថាខ្ញុំមកសារថ្មីណានេះខ្ញុំចូលពីកន្លែងនេះសារថ្មីត្រេ3មកចុចសញ្ញាកងចាក់បាទរួចហើយយើងចុចទៅលើ personal detail ព័ត៌មានលម្អិតនេះបាទរួចហើយយើងចុចទៅលើ personal detail មួយទៀតបាទព័ត៌មានលម្អិតនឹងមួយទៀតមករួចហើយយើងចូលទៅកន្លែង contact info បាទព័ត៌មានទំនាក់ទំនងបាទចុចលើនឹងមករួចហើយឥឡូវនេះយើងមកដកលេខទូរស័ព្ទដែលយើងឈប់ប្រើចេញអញ្ចឹងយើងចុចលើលេខទូរស័ព្ទនឹងមកបាទចុចលើលេខទូរស័ព្ទនឹងមករួចហើយយើងចុចលើពាក្យថា delete number បាទចុចលុបលេខនឹងមកបាទរួចហើយយើងចុចលើពាក្យថា delete មួយទៀតបាទរួចគេឲ្យយើងវាយលេខសម្ងាត់អញ្ចឹងលេខសម្ងាត់យើងបានផ្លាស់ប្ដូរអំបញ្ញមិញហើយ
chắc bông ôn vay lên sầm ngặt mình cho máu vay lên sầm ngặt rụi hái bông ôn cho lừa bịa thà continue bà chắc dân thôi mà bình máu chả mơ thà lên nắng vía nâng bạch ra được ọt bà đã lấy dân trâu từ xa mấy mà đo lại ní bà chắc lên rồi bàn rút từ bạch hài lấy ní dân đó Gmail mùi tiền bà chắc dân cho lừa Gmail để dân chọn đỏ ní bà cho lừa nâng máu rồi hãy dân cho lừa bị thà delete Gmail delete email bà rồi cho delete mùi tiết bà rồi hãy vay lên sầm ngặt đôi mạnh tiết vay lên sầm ngặt rồi hãy bông ôn cho lừa bị thà continue bà chẳng bên đây tha rủi ro hài ở lấy nấy dân thôi tập lập một vĩnh bà dân chật khoai máu bà trình bạn nấy dân chật khô máu của bạn đấy bà chẳng bên đây tha dân bạn đọ tranh rủi ro hài tục tại lấy từ sập mấy hay năng chi mà mấy đại dương tớp năng đặt trồ ở bành này chẳng lại nấy cứ bông ôn ở miền sờ tập hiệp hái cứ đòi xa tại dân đã lấy thay chỗ đã chi mà thay chỗ đai chia rồi bọc tôi luôn dương bà ở con tràn complete chia sẻ video này nè mỗi hai chục niên ở video khai tiệt